រមណីយដ្ឋានទឹកឆាស្រុកព្រៃឈរទឹកឆាស្រុកព្រៃឈរខេត្តកំពង់ចាមមានទីតាំងនៅក្បែរប្រាសាទមានជ្រោះប្រឡាយទឹកតាំងពីបុរាណមកមានទឹកហូរខួបប្រាំងខួបវស្សាគឺនៅរដូវវស្សាពេញព្រាតដោយទឹកឯនៅរដូវប្រាំងវិញនៅសល់ទឹកត្រឹមក្បាលជង្គង់ឬលើក្បាលជង្គង់បន្តិចទឹកនេះខ្លះឆ្វេងហើយហូរមិនចេះជប់ជាហេតុនាំឲ្យអ្នកទេសចរអាចលេងទឹកយ៉ាងសប្បាយរីករាយសងខាងប្រឡាយទឹកថ្លាឆ្វេងនេះមានរុក្ខជាតិដុះរកេតរកូតតែសប្តាហ៍ថ្ងៃនេះគេកាប់រំលំឲ្យបានជាវារៀបមួយកន្លែងយ៉ាងធំត្រូវផ្លូវទឹកបែកចេញជាឆ្នេរធំហុលហេតុគឺចំត្រង់ទូប្រាសាទថ្មគេក៏បានសង់ទំនប់ទឹកមួយដើម្បីទាញយកផលប្រយោជន៍អំពីប្រឡាយទឹកបុរាណនេះដោយនាំយកទឹកទៅចែកចាយឲ្យវាលស្រែយ៉ាងធំក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមនិងស្រុកបារាយខេត្តកំពង់ធំអាស្រ័យដល់ទីកន្លែងត្រជាក់ត្រជុំមានធាតុទឹកនិងដោយម្លប់ត្រឈឹងត្រឆេយដុះព័ទ្ធប្រាំប្រាសាទបុរាណដូច្នេះហើយបានជាទេសចរនាំគ្នាទៅកំសាន្តទស្សនាក្នុងពេលសម្រាប់ម្ដងម្កាលនាំឲ្យលេចលឺឈ្មោះល្បីខ្ចរខ្ចាយសពថ្ងៃស្រះបុរាណដែលយើងបានពណ៌នាថាជាស្នាដៃរបស់បណ្ឌិតជង្ឈៀននោះកាលឡយជាធាតុទឹកមួយដ៏ធំនៅចំពីមុខទំនប់ដែលគេទឹកនឹងស្ថាបនាឡើងក្នុងពេលបច្ចុប្បន្ននេះរីឯប្រឡាយទៅទៀតសោតទឹកហូរធ្លាក់ពីលើដែលមានប្រភពនៅខាងជើងក្នុងខេត្តកំពង់ចាមឯណោះហើយហូរត្រង់មកខាងត្បូងលុះមកដល់ចំហៀងប្រាសាទនេះក៏ធ្លាក់ចូលទៅក្នុងរង្វេះធំមួយពីបុរាណមកទឹកដក់ពេញព្រាបនៅត្រឹមនេះតែមានជ្រោះតូចៗបែកមេឃីមនាំបង្ហូរទឹកទៅចាក់បញ្ចូលដីស្រែនាភូមិជិតខាងនេះមានភូមិក្រូចក្នុងស្រុកព្រៃឈរជាដើមអាស្រ័យដល់ប្រឡាយចាស់ដូច្នេះហើយទើបក្រសួងកសិកម្មចាត់ចែងធ្វើជាទំនប់មើលរក្សាទឹកទុកក្នុងធាតុទឹកនេះឲ្យតែច្រើនឡើងសម្រាប់បន្ថែមកម្លាំងអហូតកម្មប្រឡាយដែលគេជាធ្វើសម្អាតជាថ្មីនាំទឹកទៅចែកចាយឲ្យស្រែអ្នកស្រុកបានរាប់ពាន់ហិកតាក្នុងស្រុកព្រៃឈរនិងស្រុកបារាយប្រឡាយទឹកឆាមានសន្តានបីដូចជាកែងជាងឈើជាកន្លែងដែលគេមួយទឹកលេងសពថ្ងៃគឺនៅចំកាញ់នេះឯងបើនរណាចូលចិត្តទឹករាក់ក៏មួយក្នុងប្រឡាយចាស់ខាងជើងទំនប់ព្រោះប្រឡាយនេះបើក្រោមមានទទឹង4ឬ5ម៉ែត្រដែរទឹកថ្លាឆ្វេងមើលឃើញបាតរៀបស្មើដែលមានកូនត្រីមួយវងរត់ច្រាស់ទឹកខូរប្រដេញគ្នាអ្នកដែលចូលចិត្តហែគេលេងក្នុងផ្ទៃទឹកជ្រៅផ្នែកខាងត្បូងទំនប់ដែលជាធាតុទឹកហុលហែជុំវិញត្រង់វេះមាត់ទឹកមានដើមឈើខ្ពស់មួយដើមដែលជាជំរកនៃអ្នកទេសចរដែលទៅលេងកម្សាន្តនិងជាជំរកនៃសត្វបក្សាបក្សីដែលស្រែកឆ្លើយឆ្លងគ្នាបញ្ចេញសូរសំឡេងប្រតែបង្កើនដួងចិត្តអ្នកទេសចរឲ្យអណ្ដែតអានតងថែមឡើងទៀតធាតុទឹកទឹកឆាមានទំហំប្រហែល3គីឡូម៉ែត្រការ៉េដែលមានប្រភពជិត10កន្លែងនៃតំបន់ភ្នំនិងខ្ពង់រាបខាងកើតឈៀងខាងជើងនៃតំបន់នេះដែលគេហៅថាក្បាលទឹកអាងស្តុកទឹកនេះមានជម្រៅជាមធ្យមប្រមាណជាង2ម៉ែត្រដែលគេបង្ហូរទឹកនេះតាមច្រក3ដែលពីតាមទ្វារទឹកអាចបិទបើកបាននឹងរង្វេះទឹកមួយទៀតនៅប៉ែកខាងជើងនៃទំនប់នេះមានប្រវែង10ម៉ែត្រប៉ុន្តែធាតុទឹកក្នុងអាងស្តុកនៅរដូវប្រាំងមានកម្រិតទាបជាងរង្វេះនេះទឹកមិនអាចហូរកាត់ទំនប់នេះបានឡើយទ្វារទឹកទី1បានបើកជ្រាបរាល់ថ្ងៃដែលធ្វើឲ្យទឹកហូរប្រមូលផ្ទុំមកបុកតែកន្លែងនេះមួយបណ្ដាលឲ្យមានស្នូលដូចទឹកជ្រោះធ្លាក់លើថ្មបែកខ្ចាយសក្បុសដែលតាក់ទាញឲ្យអ្នកទៅដល់ចង់មុតលេងចំណែកឯទ្វារទឹកទី2គេបើកនៅពេលមានបុណ្យទានម្ដងម្កាលហើយពុំមានធាតុទឹកបុកខ្លាំងទេស្រាវជ្រាវនឹងរៀបរៀងដោយ ST Film សូមអរគុណ